成了。老和尚都说咱们是取经人，这不是唐僧谁？我忍不住说一句。Yo hello សួស្តីអ្នកទាំងអស់គ្នាវត្តឡប់ខ្ញុំបាទសែនថ្ងៃនេះផងដែរគឺយើងមកបន្តពីភាគទី7ដែលក៏ពីភាគមុនហ្នឹងគឺជូប៉ាជេក៏ដូចជាសុទ្ធអូខុងហ្នឹងគឺបានដើរចេញពីកន្លែងរោងរអាំងរបស់ឆ្កែចចអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងទៅពួកគេក៏បានសម្ភារៈក៏ដូចជាអាវុធដែលគេទទួលបានហ្នឹងពីក្នុងរោងរអាំងឆ្កែចចហ្នឹងដើម្បីបន្តដំណើរទៅមុខទៀតអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្ទាប់ពីគេកំពុងតែបន្តដំណើរតាមផ្លូវហ្នឹងທາງជាងក៏បាននិយាយទៅកាន់អាស្វាថានេះមើលតែអាស្វាហ្នឹងគឺពេលដែលពាក់មកុដអញ្ចឹងទៅគឺពិតជាដូចសុនអូខុងខ្លាំងមែនទែនអញ្ចឹងណាពេលនិយាយទៅកាន់អាជូប៉ាជេខ្លាំងៗទៅជូប៉ាជេថាពិតមែនហើយមើលទៅអាចចំណាយយកវិញក៏ដូចជាທາງជាងមែនទែនអញ្ចឹងហើយចំណាយអាជូប៉ាជេហ្នឹងក៏ដូចជាជូប៉ាជេមែនទែនអញ្ចឹងណាហ្នឹងហើយហើយបន្តមកស្វាហ្នឹងពេលដែលដឹងតែខ្លួនឯងគឺជាសុនអូខុងមែនទែនក៏ចាប់ដើមមានអំណួតតែម្ដងក៏បាននាំមុខគេហើយប្រាប់ថាខ្លួនឯងគឺជាបងធំគេអញ្ចឹងណាហ្នឹងហើយក៏បានដើរពើងទ្រូងអញ្ចឹងទៅក៏ដូចមែនទែនអញ្ចឹងទាំងអស់គ្នាអញ្ចឹងទៅអ្នកទាំង4នាក់ហ្នឹងក៏បានបន្តដំណើរទៅរហូតទៅអញ្ចឹងណាអ្នកទាំងអស់គ្នារហូតពួកគេហ្នឹងគឺបានមកដល់ភូមិមួយអញ្ចឹងទៅអ្នកទាំងអស់គ្នាពេលមកដល់ភូមិហ្នឹងមើលទៅភូមិហ្នឹងពិតជាស្ងាត់ខ្លាំងមែនទែនគឺអត់មានមនុស្សម្នាអីនៅអញ្ចឹងទៅអ្នកទាំងអស់គ្នាអញ្ចឹងធ្វើឲ្យពួកគេហ្នឹងក៏ពិតជាឆ្ងល់ខ្លាំងមែនទែនសួរថាជុំហើយបាត់មនុស្សទៅណាអស់ហើយបន្តមកហ្នឹងគ្រូທາງជេងក៏បានតែគាត់ទ្វារអ្នកភូមិអញ្ចឹងណាហ្នឹងហើយពេលដែលគាត់ទ្វារទៅឃើញអ្នកភូមិពេលដែលឃើញអញ្ចឹងទៅក៏គ្រូທາງជេងថាអាត្មាគឺជាគ្រូທາງជេងសូមមកបិណ្ឌបាតអញ្ចឹងទៅអ្នកទាំងអស់គ្នាពេលអញ្ចឹងទៅមនុស្សអ្នកភូមិពេលដែលឃើញអញ្ចឹងទៅមើលចុះមើលឡៃគ្រូทางជាងឯមែនឬក៏អត់អីចឹងណាហ្នឹងហើយហើយអញ្ចឹងទៅក៏អ្នកភូមិហ្នឹងក៏ឃើញអាតាដែលជាមេភូមិហ្នឹងក៏បានដើរមកដល់ឃើញពួកគេទាំង4នាក់ហើយក៏បានប្រាប់ទៅកាន់តាមេភូមិថាគេហ្នឹងហើយគឺជាគ្រូทางជើងទៅចម្លងធនភាពខាងលិចអញ្ចឹងទៅហើយពេលគ្រូមេភូមិហ្នឹងមើលទៅហើយគាត់ថាអីគ្រូทางជើងមែនឬក៏អត់តែពេលអញ្ចឹងទៅមេភូមិថាហ្នឹងហើយគឺជាគ្រូทางជើងពិតប្រាកដធ្វើឲ្យពួកគេហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយមិននឹកស្មានថាមេភូមិហ្នឹងនៅតែគិតថាគេហ្នឹងគឺជាគ្រូทางជើងអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅពួកអ្នកទាំង4ហ្នឹងពិតជាគិតថាអីតានេះមើលទៅអញគិតថាអញគ្រូทางជើងមែនទេណាហើយដល់ពេលហ្នឹងមេភូមិហ្នឹងក៏បាននិយាយទៅកាន់អ្នកទាំង4ហ្នឹងថាអញ្ចឹងអ្នកទាំង4បើជាគ្រូทางជើងមែនតើអ្នកទាំង4អាចទៅបង្ក្រាបបិសាចកណ្ដុលសដែលកំពុងតែអុកលុកអ្នកភូមិយើងបានទេហើយបន្តមកទៀតហ្នឹងអ្នកទាំងអស់គ្នាអាចជ្រូកក៏បានឆ្លើយទៅកាន់មេភូមិថាគឺជារឿងកំពីកំពុកតែប៉ុណ្ណោះទុកឲ្យពួកខ្ញុំនឹងជាអ្នកដោះស្រាយឲ្យអ្នកភូមិហើយអ្នកភូមិពិតជាមានការរីករាយខ្លាំងមែនទែនដែលមានអ្នកក្លាហានទាំង4ដែលមកចម្លងធននៅភាគខាងលិចហ្នឹងដើម្បីជួយពួកគេកំចាត់បិសាចអញ្ចឹងណាហ្នឹងហើយពួកគេគឺស្រែកហូអបអសាទរថាពួកគេនឹងរស់ហើយបន្តមកទៀតណាជួបបច្ចេកក៏ជាមួយនឹងគ្រូทางជើងក៏បាននិយាយគ្នាថាឯងនឹងមានសមត្ថភាពអាចបង្ក្រាបបិសាចបានទេហើយជួបបច្ចេកនិយាយថាឯងកុំខ្វល់ពេកវាយើងគ្នាយើង4នាក់ហើយចំណែកបិសាចហ្នឹងវាតែម្នាក់ឯងនោះទេអញ្ចឹងណាហ្នឹងហើយអ្នកទាំងអស់គ្នាបន្តមកទៀតក៏ពួកគេនឹងក៏បានមកដល់វិហារបោះបង់ចោលមួយអញ្ចឹងទៅហើយក៏បាននិយាយគ្នាថានេះគឺជាកន្លែងដែលបិសាចនឹងនៅមែនទេអញ្ចឹងទៅអ្នកទាំង4ហ្នឹងក៏បាននាំគ្នាដើរចូលទៅក្នុងព្រះវិហារហ្នឹងដើម្បីប្រយុទ្ធជាមួយនឹងបិសាចកណ្ដោសអញ្ចឹងណាហើយចំណែកជូប៉ាជេរបស់យើងហ្នឹងគឺជាអ្នកនាំផ្លូវមុនគេក៏បានបើកទ្វារនឹងចេញទៅតែម្ដងហើយរមើលជាមួយនឹងកណ្ដោបិសាចពណ៌សហ្នឹងអញ្ចឹងទៅអ្នកទាំងអស់គ្នាបន្ទាប់ពីពួកគេដើរមើលទៅនៅស្រុកណាភូមិនៅចាំខាងក្រៅមិនដឹងថាគិតយ៉ាងម៉េចទេមិនដឹងថាពួកគេរស់ឬក៏ស្លាប់អញ្ចឹងណាហើយបន្តមកជួបប៉ាជេខ្លាំងៗក៏ដូចជាក្រុមរបស់គេនឹងក៏បានដើរចូលទៅក្នុងព្រះវិហារនឹងតែម្ដងគឺមើលឆ្វេងមើលស្ដាំរមើលបិសាចអញ្ចឹងទៅហើយពេលពួកគេរអស់ពេលជាច្រើននាទីក្រោយមកពួកគេបានប្រទះឃើញជាមួយនឹងកណ្ដុលបិសាចពណ៌សហ្នឹងអញ្ចឹងណាហ្នឹងអ្នកទាំងអស់គ្នាហើយកណ្ដុលបិសាចពណ៌សហ្នឹងក៏បានចេញមកឲ្យពួកគេឃើញតែម្ដងហើយគឺមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនហើយកណ្ដុលពណ៌សហ្នឹងក៏បាននិយាយទៅកាន់ពួកគេទាំង4នាក់ថាតើឯងគឺជាអ្នកណាហើយហ៊ានចូលមកកន្លែងរបស់យើងផងមែនទេហើយពេលនោះជ្រូប៉ាជេក៏បាននិយាយថាយើងគឺជាជូប៉ាជេកូនសិស្សរបស់ທາງជើងដែលទៅចម្លងធនភាពខាងលិចហើយថ្ងៃនេះគឺយើងនឹងមកកំចាត់ឯងតែម្ដងហើយបើទៅក៏អាកដោនថាយើងមិនដែលស្គាល់តែជ្រូប៉ាជេណាមកដូចខ្មោចកាច់អញ្ចឹងហើយក៏បាននិយាយថាឯងកុំនិយាយសាំទៅប៉ាជាមួយយើងនេះគឺជាសិស្សច្បងរបស់យើងគឺជាមហាទេស្មាមិសុនអ៊ូខុងដែលកាលពី500ឆ្នាំមុនក៏បានទៅអុកលុកនៅឋានលើអញ្ចឹងណាហ្នឹងហើយពេលអាកដោនថានៅតែមិនស្គាល់សុនអ៊ូខុងណាកធាត់មកខ្មៅគួរឲ្យចង់សាយចឹងដែរណាគ្នាហើយពេលនោះអាស្វានក៏បាននិយាយថាយើងនេះហើយគឺជាស៊ុនអ៊ូខុងឯងមិនដែលស្គាល់ស៊ុនអ៊ូខុងតែមែនទេយើងមិនដែលស្គាល់ទេពួកឯងមកហ្នឹងគឺមានតែគេហើយពេលនោះជួបថាជិះក៏បាននិយាយថាពួកឯងកុំតប៉ាជាមួយវាច្រើនពេកចូលតែប្រយុទ្ធជាមួយនឹងវាតែម្ដងទៅហើយជួបក៏បាននិយាយថាយាជារបស់យើងហ្នឹងក៏បាននិយាយថាបើឯងខ្លាំងពួកឯងឆាប់ចូលមកហើយខ្លួនឯងតែម្នាក់ឯងចំបាយជាមួយនឹងយើង4នាក់ផងមែនទេ
បើមិនដឹងថាយើងគឺជាមេតបឋានលើដែលមកបង្ក្រាបអីទេហើយអាកណ្ដោនឹងបាននិយាយថាពួកអាចចង្រៃឯងកុំនិយាយច្រើនជាមួយនឹងយើងច្រើនពេកពួកឯងចូលមកទីនេះពួកឯងមករកស្លាប់ហើយមែនទេពួកឯងគិតថាអាចចេញទៅវិញរួចនោះទេពេលនោះក៏បានមើលទៅកាន់អាសាឃើញចូលទៅសម្លាប់វាពេលនោះក៏អាសាជួយទៅដល់ត្រូវបានក៏បាយសិនកណ្ដោសម្ដួលភ្លុះតែម្ដងអញ្ចឹងណាវាយដួលភ្លុះតែម្ដងហើយបន្តមកអាជុកថាចូលទៅសម្លាប់វាទៅចូលហើយបន្តមកທາງជើងនឹងក៏រកកន្លែងរត់តែម្ដងហើយបន្តមកកណ្ដោក៏បាននិយាយថាឯងចូលមកបានតែមិនអាចចេញទៅវិញបាននោះទេបន្តមកគឺທາງជើងមកយើងជុបបាច់ជើងមកយើងក៏បានបើកការវិបហាទៅកាន់កណ្ដោសនៅតែម្ដងលោកក៏ជួយតំណឲ្យក៏បាននិយាយទៅកាន់អាស្វាតាឯងចាប់ចូលទៅបានវាទៅហើយທາງជើងក៏បាននិយាយថាឯងក៏តែឯងជាមួយអាចវាយជាមួយវាមិនទេហើយបន្តមកកណ្ដោសនឹងបើកការវិបហាទៅកាន់អ្នកទាំង3តែម្ដងធ្វើឲ្យពួកគេនឹងគឺមិនអាចទប់ទល់ជាមួយនឹងកណ្ដោសនឹងបានទេទាំងអស់គ្នាគឺដួលស្ពុកស្ពឹងតែម្ដងអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីនិយាយចរចាគ្នាចុះឡើងណាអាកណ្ដោសនៅទាំងអស់គ្នាគឺបានទៅយកអាវុធរបស់អាសាហ្នឹងគឺដើម្បីទៅធ្វើការសម្លាប់ជាមួយនឹងគ្រូທາងជើងតែម្ដងគឺបានដើរទៅកាន់កន្លែងគ្រូທາງជើងគឺដើម្បីនឹងយកអាវុធនេះសម្លាប់គ្រូທາງជើងដែលជាគីងគក់ហ្នឹងកំពុងតែភ័យខ្លាចអញ្ចឹងណាអ្នកគ្នាពេលដែលចាប់ផ្ដើមតែម្ដងគឺពេលនោះក៏អាចជួបបាជេក៏បានមកដល់ចាប់អប់ជាមួយនឹងកណ្ដុលតែម្ដងឲ្យគីងគក់នឹងចូលទៅវាយអាកណ្ដុលទៅប៉ុន្តែការវាយរបស់គីងគក់ពេលហ្នឹងគឺអត់ធ្វើអីជាមួយនឹងកណ្ដុលសមិនទេគឺវាយដោយអត់មានឈឺអីតិចតែម្ដងក៏ដាក់មកជើងហោះស្ទុយតែម្ដងអ្នកគ្នាពេលនោះប៉ុន្តែកណ្ដុលសក៏បានប្រើកម្លាំងទាំងអស់របស់វានឹងគឺបានឲ្យជាមួយនឹងអាជុបបាជេនឹងលែងវាភ្លាមតែម្ដងក៏បានបើកការវិយុទ្ធទៅកាន់ជុបបាជេតែក៏មិនតែគឺពេលនោះអាស្វាក៏បានមកការពារតប៉ុន្តែគឺការពារបែបនេះគឺធ្វើឲ្យជុបបាជេក៏ដូចជាកណ្ដុលសនឹងគឺកប់គៀនជញ្ជាំងតែម្ដងអញ្ចឹងណាហើយពេលនោះអាស្វាបុកយកកន្លែងនេះគឺខ្ញុំអាណិតជាងគេគឺជូបាជេអ្នកទាំងអស់គ្នាគឺស្ពៃនៅគៀនហ្នឹងតែម្ដងអានេះគឺពេលដែលវាភ័យខ្លាចគឺវាអត់ខ្វល់អីច្រើនទេអ្នកគ្នាគឺបាច់គឺខ្ទេចទីតែម្ដងអញ្ចឹងណាហ្នឹងហើយក៏បានហក់ជាលើកចុងក្រោយទៅកាន់ពួកគេទាំងពីរនាក់តែម្ដងហើយពេលដែលហក់ទៅខ្ទេចទីតែម្ដងអ្នកទាំងអស់គ្នាហើយអញ្ចឹងទៅការប្រយុទ្ធរបស់ពួកគេទាំង5នាក់ហ្នឹងគឺបានបញ្ចប់តែម្ដងគឺការប្រយុទ្ធមួយនេះគឺខាងជូប៉ាជេក៏ដូចជាស៊ុនអ៊ូខុងក៏ដូចជាឋាងជេងក៏ដូចជាសង្សាបានគឺបានទទួលជ័យជំនះគឺបានសម្លាប់ជាមួយនឹងកណ្ដោសហ្នឹងតែម្ដងអញ្ចឹងណាហ្នឹងហើយហើយប៉ុន្តែគឺចេញមកវិញអ្នកទាំងអស់គ្នាគឺតរន្តរាខ្លាំងមែនទែនតែម្ដងអ្នកទាំងអស់គ្នាគឺកាន់ជាមួយនឹងកណ្ដោសក៏ដូចជាខ្លួនឯងបានគឺរងរបួសគឺគ្រប់កន្លែងតែម្ដងអញ្ចឹងណាហ្នឹងហើយពេលនោះអ្នកភូមិពេលដែលឃើញសាកសពកណ្ដុលហើយពួកគេពិតជាមានការត្រេកអរសប្បាយចិត្តមែនទែនហើយក៏បានឲ្យអំណោយក៏ដូចជាសម្ភារៈតិចតួចទៅឲ្យពួកគេទាំង4នាក់ដើម្បីបន្តដំណើរទៅភៀកខាងលិចដើម្បីយកកំពីធម៌ទៀតអញ្ចឹងណាហ្នឹងហើយហើយពួកគេពិតជាអរគុណមែនទែនហើយក៏បាននិយាយថាមិនអីនេះទេខ្ញុំមិនត្រូវការនោះទេអញ្ចឹងទៅក៏និយាយម្នាក់គឺបានឲ្យស្បែកជើងមង្គលទៅកាន់ឋាងជេងទៅហើយឋាងជេងក៏យល់ព្រមទទួលយករឿងទៅហើយបន្តមកទៀតហ្នឹងអ្នកស្រុកអ្នកភូមិក៏ដូចជាមេភូមិអីហ្នឹងក៏បានរៀបចំការជូនដំណើរទៅកាន់អ្នកទាំង4នាក់ដើម្បីបន្តដំណើរទៅមុខទៀតចឹងទៅអ្នកទាំងអស់គ្នាហើយពេលនោះផងដែរពួកគេគឺពិតជាសប្បាយចិត្តមែនទែនមានភូមិថាបើមានឱកាសក្រោយពួកយើងនឹងជួបគ្នាម្ដងទៀតហើយយើងនឹងសុំធ្វើយករូបរបស់អ្នកទាំង4នាក់យកមកដាក់តាំងដើម្បីគោរពបូជាសក្ការៈអញ្ចឹងទៅពួកអ្នកទាំង4នាក់ហ្នឹងគឺជាអ្នកមានគុណរបស់ពួកគេអញ្ចឹងណាហ្នឹងហើយបន្តមកទៀតអសង្សារហ្នឹងគឺបានថាអូខេខ្ញុំយល់ព្រមអញ្ចឹងទៅខ្ញុំនឹងចាប់ផ្ដើមលីសែងជាមួយនឹងសម្ភារៈទាំងអស់ហ្នឹងយកទៅបន្តដំណើរទៅមុខទៀតអញ្ចឹងទៅហើយពេលហ្នឹងពេលដែលឃើញមកហូបក៏ដូចជាសម្ភារៈដែលអ្នកស្រុកអ្នកភូមិឲ្យគេហ្នឹងអាសាក៏វាអត់ដឹងនិយាយថាម៉េចណាគ្នាគឺដាក់បន្ទុកទៅលើវាទាំងអស់តែម្ដងអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅពួកគេក៏បានថាអរគុណច្រើនសិនហើយគឺពួកគេសូមបន្តដំណើរទៅមុខទៀតអញ្ចឹងណាហ្នឹងហើយពួកគេរយៈពេលយូរដែលមកនៅទីនេះអញ្ចឹងណាហើយរឿងមកយើងក៏